Bàជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងនាំបងប្អូនអរគ្នាមកមើលពីរបៀបព្យាបាលជំងឺសាទឹកគោក្របីដែលជានិច្ចកាលយើងតែងតែឃើញថាកសិករគាត់ចិញ្ចឹមគោចិញ្ចឹមក្របីតែងតែជួបប្រទះជំងឺសាទឹកគោក្របីដែលគាត់អត់មានដែលថាចេះក្នុងការព្យាបាលទេគឺគាត់ពឹងទៅលើពេទ្យដែលមានតម្លៃថ្លៃហើយនឹងចំណាយពេលយូរក្នុងការទៅហៅក្នុងការគោឈឺជប់ប្រឡប់អីគឺគាត់អត់ចេះព្យាបាលខ្លួនឯងនៅពេលហើយខ្ញុំចេញវីដេអូនេះដើម្បីឲ្យប្រជាកសិករដែលប្រកបមុខរបរចិញ្ចឹមគោគាត់ចេះក្នុងការព្យាបាលគោដោយខ្លួនឯងបាទតោះឥឡូវយើងទៅមើលទាំងអស់គ្នានេះមេត្តាមាន4បាទទី1គេនិយាយអំពីនិយមន័យជំងឺទី2និយាយអំពីការចម្លងមេរោគទី3និយាយអំពីការធ្វើរោគវិនិច្ឆ័យបាទត្រង់ចំណុចទី3នេះគឺជាចំណុចដែលសំខាន់មួយដែរហើយទី4ការនិយាយអំពីការការពារនិងការព្យាបាលបាទឥឡូវយើងចូលដល់ចំណុចបន្តទៀតបាទចំណុចទី1និយាយអំពីនិយមន័យបាទជំងឺសាទឹកគឺជាជំងឺឆ្លងរាតត្បាតយ៉ាងសាហាវមួយក្នុងចំណោមជំងឺឆ្លងនានាវាបង្កឡើងដោយបាក់តេរី Pasteurella moitocida បាក់តេរីនេះមានរាងជាកូនដំបងខ្លីគ្មានចរណានិងគ្មានស្ទ័របាទឡើយមើលអរគ្នារូបរាងបាទនេះគឺគេថតទៅដោយមីក្រូទស្សន៍បាទមីក្រូទស្សន៍នេះគឺបើមីក្រូទស្សន៍ធម្មតាយើងមើលឃើញទេតយកមីក្រូទស្សន៍អេឡិចត្រូនិកបាទនេះបាទរាងកូនដំបងខ្លីៗប៉ុណ្ណឹងបាទចំណុចទី2ការចម្លងមេរោគតោះឥឡូវយើងមើលបាក់តេរី Pasteurella moitocida នេះត្រូវចម្លងពីសត្វមួយទៅសត្វមួយតាមរយៈការប៉ះដែលថាការប៉ះគោឈឺនៅជាមួយគោជាវាប៉ះផ្ទាល់គ្នាបាទពីលិតឬក៏វាទៅគៀកអីវាឆ្លងតាមនឹងប៉ះពាល់ដល់ផ្ទាល់ជាមួយនឹងសត្វឈឺឬតាមសម្ភារៈប្រើប្រាស់មានដូចជាស្បែកជើងឬក៏ទ្រុងអីហ្នឹងដែលស្នូកចំណីឬក៏តាក់ធុងដាក់កាយគោផឹកនេះវាអាចឆ្លងតាមរយៈនឹងបានដែរគោក្របីឆ្លងមេរោគនេះនៅពេលដែលពួកវាស៊ីចូលបាទនេះថាស៊ីស្មៅឬក៏ស៊ីចំណីដែលមានមេរោគឬក៏ពេលគោដែលផ្ទុកមេរោគហ្នឹងគាត់ស៊ីចំណីហ្នឹងហើយគោដែលអត់មានផ្ទុកគាត់ទៅស៊ីតាមទៀតគឺឆ្លងតាមរយៈហ្នឹងដែរឬដកដង្ហើមចូលនៅមេរោគបាទនេះថាមេរោគខ្លះឆ្លងតាមខ្យល់មេរោគឆ្លងតាមខ្យល់អញ្ចឹងបើគេនៅពេលដែលគោឈឺគោណាមួយទៅឈឺគេអត់ឲ្យយកទៅចងនៅលើខ្យល់ទេទាំងណាដែលចងលើខ្យល់វាដកដង្ហើមទៅអីមកគឺមេរោគវាប៉ាំងតាមខ្យល់មកលើគោដែលជាអញ្ចឹងហើយធ្វើឲ្យគោដែលជាឈឺដែរបាទ stress បណ្ដាលមកពីខ្វះចំណីបាទកន្លែងនេះគឺគោខ្លះគឺគាត់ផ្លែកន្លែងយើងទៅដូរទៅកន្លែងអីហ្នឹងមកថានៅស្រុកគាត់គោនោះចូលចិត្តស៊ីស្មៅភេទផ្សេងក៏ចំណីភេទផ្សេងទៅពេលមកស្រុកយើងមិនចំចំណីផ្សេងគឺគាត់ផ្លែកចឹងធ្វើឲ្យការស៊ីចំណីរបស់គាត់ហ្នឹងខ្វះក៏អក់ស៊ីបានច្រើនគឺធ្វើឲ្យគោងាយរងការឈឺនិងធ្វើឲ្យសត្វកាន់តែងាយរងការចម្លងជំងឺបាទបាក់តេរី Pasteurella moitocida នេះអាចរស់បានច្រើនម៉ោងឬអាចច្រើនថ្ងៃក្នុងដីសើមឬទឹកន័យថានៅពេលដែលមានទឹកភក់ក៏ដីសើមកន្លែងណាដែលដក់ទឹកជាប់បានយូរគឺវាចូលចិត្តរស់នៅខ្លាំងណាស់បាទហើយបន្តទៀតតែបន្ទាប់ពី2ទៅ3សប្តាហ៍មកបាក់តេរីនេះនឹងងាប់បាទនឹងងាប់ន័យថារយៈពេលវា2ទៅ3សប្តាហ៍នៅពេលដែលបាក់តេរីវាសង្ងំនៅលើដីសើមវាមិនសង្ងំលើដីសើមឬក៏នៅក្នុងទឹកដែលវាមិនបានទៅចម្លងសត្វគោដែលជានោះគឺវានឹងងាប់ទៅវិញតែព្រោះវារយៈពេលប៉ុណ្ណឹងវាបានទៅចម្លងគោឬក៏សត្វដែលយើងចិញ្ចឹមនឹងឈឺបាទចំណុចតទៅចំណុចទី3ការធ្វើរោគវិនិច្ឆ័យបាទចំណុចនេះជាចំណុចដែលសំខាន់បំផុតបាទពីចំណុចខាងលើមិញហ្នឹងគ្រាន់តែជានិយមន័យលេងឬក៏ជារបៀបចម្លងតែការធ្វើរោគវិនិច្ឆ័យនេះគឺជាចំណុចដែលល្អដែលយើងគួរតាមដានពេលខ្លះបេសកគុំគាត់ការធ្វើរោគវិនិច្ឆ័យនឹងគឺជាចំណុចដ៏សំខាន់របស់ពួកគាត់ដែរព្រោះគាត់ធ្វើរោគវិនិច្ឆ័យខុសគឺធ្វើឲ្យសត្វរបស់ពួកគាត់ក្នុងការព្យាបាលរបស់គាត់គឺចំណាយពេលវែងបាទតើលើមើលបងប្អូនជំងឺនេះមានលក្ខណៈស្រួលស្រាលខ្លាំងលើគោក្របីនិងបណ្ដាឲ្យសត្វស្លាប់យ៉ាងឆាប់រហ័សបាទជំងឺនេះយើងមើលអត់ទាន់ទេវានឹងស្លាប់គោក្របីយើងខាត់បងត្រូវការរោគសញ្ញាបឋមនៃជំងឺសាទឹកមានដូចជាគ្រុនក្តៅខ្លាំងបាទគ្រុនក្តៅខ្លាំងស្ពឹកស្រពោននិងរារែកក្នុងការធ្វើចលនាឬធ្វើរំលាស់ទីវាអត់ចង់ទៅមុខទេឈរស្តុបនៅមួយកន្លែងវាមិនចង់ទៅមុខឬក៏មានចលនារវើពីចឹងកសិករដែលគាត់ចិញ្ចឹមគោទឹកដល់គាត់គោគាត់គឺថាគោគាត់មានលក្ខណៈប្លែកអីគឺគាត់ដឹងហើយគាត់ថាគោគាត់មានបញ្ហាអីមួយហើយចឹងបញ្ញាប់ព្យាបាលតនពេលវេលាសត្វមានហៀទឹកមាត់បាទហៀទឹកមាត់ចាប់ដើមមានចេញឈាមតាមច្រមុះនិងមានសញ្ញាហើមនៅតំបន់បំពង់កដោយសារកំណត់លើសនៃសារធាតុរាវនិងទឹកន័យថានៅបំពង់កហើយវាហើមនឹងដោយសារតែសារធាតុរាវនិងសំទោសកំណនៃសារធាតុរាវនិងទឹកដែលវាផ្ដុំក្នុងបំពង់កនោះសញ្ញាទាំងនេះនឹងរីករាលដាលចុះក្រោមទៅតំបន់កនិងបួរបាទតំបន់កនិងបួរហើយយើងមើលរូបភាពនេះបាទរូបភាពយើងនេះបាទកបន្ទាប់មកវានឹងរាលដាលទៅដល់បួរខាងក្រោមនេះគេហៅថាបួរ
នេះសត្វគ្រប់3យើងចំណុចទី3ទៅដែរការធ្វើរោគសត្វឆៃទៅដែរសត្វមានអាការៈពិបាកដកដង្ហើមហើយជាទូទៅសត្វឈឺនឹងដួលស្លាប់ក្នុងរយៈពេលតែ6ទៅ20ម៉ោងក្រោយពីចេញសញ្ញាពិបាកដកដង្ហើមនេះចំណុចនេះមានន័យថានៅពេលដែលយើងឃើញគោយើងមានរោគសញ្ញាពិបាកដកដង្ហើមឬក៏មិនធ្វើចលនាឬអន់ចំណីអីហ្នឹងយើងឆាប់ទៅរកពេទ្យឬក៏យើងឆាប់យើងចេះយើងអាចចាក់ថ្នាំទៅខ្លួនឯងបានឲ្យទាន់ពេលវេលាព្រោះយើងទុកដល់ពី6ទៅ25ម៉ោងនេះហើយគឺគោវាអាចស្លាប់ទៅការអ្នកខ្លះគាត់ដេកព្រលឹមឡើងគឺគោគាត់ស្លាប់បាត់ហើយគាត់ដឹងថាគោគាត់មិនកាត់អីទេតែបើសិនជាយើងចូលមើលមានរោគសញ្ញាដូចតែការធ្វើរោគវិនិច្ឆ័យនេះគឺយើងច្បាស់ណាស់គោនោះគឺកាត់ជំងឺសត្វទឹកសត្វអាចស្លាប់ភ្លាមក៏ឬក៏អាចមានសញ្ញាអូសបន្លាយរហូតដល់5ថ្ងៃករណីសត្វឈឺរ៉ាំរ៉ៃមិនមានកើតមានឡើយចំពោះសត្វខ្លះគឺសត្វរាងកាយខ្លាំងគឺវាអាចអូសបន្លាយបានយូរដែររយៈពេល5ថ្ងៃដែរយ៉ាងច្រើនតែមិនអាចឈឺរ៉ាំរ៉ៃយូរទេជំងឺនេះព្រោះអីជាប្រភេទដែលជំងឺភ្លើងដង្ហើមជំងឺសត្វទឹកនេះករណីសត្វស្លាប់ភាគច្រើនកើតលើគោក្របីក្មេងនិងជំទង់ករណីដែលភាគច្រើនដែលគេឃើញសង្កេតឃើញស្លាប់នោះគឺទៅលើគោក្របីដែលក្មេងនិងជំទង់មានន័យថាគោដែលក្មេងគឺប្រព័ន្ធភាពស៊ាំគាត់នៅខ្សោយគាត់មិនទាន់មានអង្គពណ៌ការពារពេញលេញដូចគោដែលចាស់ៗដូចមេគោឬក៏ក្របីដែលមានបទពិសោធន៍គាត់យកច្រើនអីទេអញ្ចឹងហើយការបំផ្លាញបាក់តេរីទៅបំផ្លាញសត្វរាងកាយរបស់គាត់គឺមានឱកាសខ្ពស់ជាងគោដែលចាស់ៗបាទនេះបាទគោនេះគឺស្លាប់នៅកណ្ដាលវាលស្រែថ្មយើងចូលដល់ចំណុចទី4ការការពារនិងការព្យាបាលវិធានការការពារដ៏មានប្រសិទ្ធភាពបំផុតគឺចាក់ថ្នាំការពារបាទគឺចាក់ថ្នាំការពារជំងឺឬក៏អាចហៅយ៉ាងថាវ៉ាក់សាំងនៅតំបន់ណាដែលមានផ្ទុកជំងឺបាទនៅពេលដែលតំបន់ដែលផ្ទុកជំងឺអញ្ចឹងទៅយើងយកវ៉ាក់សាំងឬក៏យកថ្នាំទៅចាក់ការពារហើយនៅតាមប្រតិទិនឲ្យបានជាងរាល់1ខែម្ដងឬ1ឆ្នាំម្ដងឬត្រូវអនុវត្តទៅតាមការណែនាំរបស់កម្មវិធីវ៉ាក់សាំងបានន័យថាវ៉ាក់សាំងពីច្រើនគឺ6ខែម្ដងឬក៏1ឆ្នាំម្ដងតែខ្ញុំស្រុកចាក់មាន6ខែម្ដងនិង3ខែម្ដងជ្រើសរើសប្រភេទវ៉ាក់សាំងដែលអាចការពារសត្វពីជំងឺបានពី4ទៅ6ខែឬរយៈពេល1ឆ្នាំទៅតាមស្ថានភាពកសិដ្ឋាននីមួយៗនឹងគួរចាក់មុនរដូវធ្លាក់ភ្លៀងគេចាក់ឲ្យយើងមុនរដូវធ្លាក់ភ្លៀងនេះនៅពេលដែលរដូវធ្លាក់មុនរដូវធ្លាក់ភ្លៀងគឺមេរោគគឺវាមិនទាន់មានទេកាលណាដែលធ្លាក់ភ្លៀងហើយមេរោគនឹងកើតមាននៅលើស្មៅនៅលើស្មៅលើចំណីអីជាដើមព្រោះតែពេលធ្លាក់ភ្លៀងដីយើងគឺសើបអស់អញ្ចឹងមេរោគមានឱកាសខ្ពស់ក្នុងការសង្ងំបានរយៈពេលយូរបាទការជៀសវាងការប្រមូលផ្ដុំសត្វច្រើនជាពិសេសនៅរដូវធ្លាក់ភ្លៀងបាទការព្យាយាមកុំឲ្យមានការប្រមូលផ្ដុំសត្វច្រើននេះគឺជួយបានម្យ៉ាងដែរដោយសារតែជំងឺនេះគឺជាជំងឺដែលឆ្លងពីគោមួយទៅគោមួយឬក៏ពីក្របីមួយទៅក្របីមួយអញ្ចឹងហើយគឺគេមិនចង់ឲ្យប្រមូលផ្ដុំគ្នាច្រើនតែយកដឹងថាគោនោះមានលក្ខវីរុសឬក៏សន្ទុះលក្ខបាក់តេរីឬក៏លក្ខមេរោគសារទឹកនឹងទេអញ្ចឹងហើយគេឲ្យប្រមូលផ្ដុំគ្នាទេជាពិសេសនៅរដូវធ្លាក់ភ្លៀងដូចខ្ញុំបានបញ្យល់មុនហ្នឹងរដូវធ្លាក់ភ្លៀងធ្វើឲ្យដីសើមធ្វើឲ្យសម្បូរទឹកអញ្ចឹងមានរោគអាចសង្ងំបានយូរនិងអាចជួយកាត់បន្ថយការកើនជំងឺសារទឹកបានបាទតទៀតក្នុងករណីមានសត្វឈឺត្រូវញែកសត្វឈឺចេញពីសត្វជានិងអនុវត្តវិធានការជីវសុខភាពបានន័យថានៅពេលដែលមានសត្វឈឺក្នុងវងយើងត្រូវតែញែកគាត់ចេញដាក់គាត់នៅឡៃទៅយកមកចងឬក៏យកមកនៅក្នុងទ្រុងជាមួយនឹងយើងអនុវត្តវិធានការជីវសុខភាពគឺចេញចូលយើងលាងសាប៊ូបាទសម្រាប់ប្រើប្រាស់យើងជាដើមបាទចំណុចទី4ដែរនិយាយឱសថដែលយើងត្រូវប្រើបាទមានដូចជាប៉ងស្រុកប្រភេទប៉ងគ្រាប់ឱសថប៉ងស្រុកនេះយើងទៅយើងចង់ប្រើយើងទៅកន្លែងហ្វាម៉ាស៊ីដែលគេលក់ថ្នាំសត្វឬក៏ចំណីសត្វអីហ្នឹងសួរគេទៅប៉ងស្រុកហ្នឹងតែយើងយកទៅជាប៉ងគ្រាប់ក្នុងប៉ងគ្រាប់វាមានពងហើយក្នុងគ្រាប់ហ្នឹងយើងចាក់បានសត្វចំនួន50គីឡូបាទមួយទៀតអាត្រូពីនស៊ូហ្វាល់នេះជាប្រភេទថ្នាំជួយប្រព័ន្ធប្រសាទអាត្រូពីននេះគឺវាជួយកាត់បន្ថយភាព stress របស់សត្វនិងភាពជួយកាត់បន្ថយការឈឺចាប់របស់សត្វនេះដបអាត្រូពីនហើយប្រភេទមួយទៀតវីតាមីន ADE វីតាមីន ADE នេះអានេះវាគ្រាន់តែជាឈ្មោះពាណិជ្ជកម្មមួយទេតែសមាសធាតុវាផ្សំវាមានវីតាមីនច្រើនក្នុងនោះមានវីតាមីន A វីតាមីន B វីតាមីន D វាមានច្រើនទៀតហើយយើងចង់បានយើងក៏ទៅទិញកន្លែងដេប៉ូលក់ថ្នាំសត្វចំណីសត្វបានដែរនេះដបវីតាមីន ADE តមកឌីសាមេតាសូនេះគឺជាប្រភេទថ្នាំប្រឆាំងការរលាកដល់ពេលដែលមានគោឬក៏សត្វអីដែលគាត់ឈឺឬក៏មានមេរោគឬក៏បាក់តេរីអីវាលុកគឺតែងតែភ្នេះស្ដើងឬក៏សរីរាង្គក្នុងគាត់តែងតែប៉ះទង្គិចនឹងការរលាកនិងមានប្រតិកម្មអីមួយកើតឡើងចឹងហើយគឺគេយកឌីសាមេតាសូនេះចាក់ដើម្បីប្រឆាំងការរលាកភ្នេះស្ដើងនិងកោសិការបស់គាត់ហើយឌីសាមេតាសូនេះយើងអាចចាក់បានទៅលើសត្វដែលមានការរលាកសន្លាក់ជើងបាទដើមទួចប៉ុនតាមអីយើងអាចចាក់បានឌីសាមេតាសូតមកបានប៉ារ៉ាសេថ្នាំប្រភេទថ្នាំត្រជាក់ថ្នាំបញ្ចុះកម្ដៅប៉ារ៉ានេះវាជួយក្នុងការកាត់បន្ថយការឈឺចាប់កាត់បន្ថយការ stress បានដែរហើយសេនេះគឺជាវីតាមីន C បានន័យថាប៉ារ៉ាបូកនឹងវីតាមីន C ហើយប៉ារ៉ាបូកនឹងវីតាមីន C នេះដែរគឺមាននៅក្នុងដបតែមួយបានន័យថាប៉ារ៉ាបូកនឹងវីតាមីន C មាននៅក្នុងដបតែមួយចំណែកប៉ារ៉ានេះគឺ
ភាគច្រើនទៅលើគោដែលខ្សោយថ្លើមគឺគេមិនចង់ឲ្យចាក់ទេដោយសារតែប៉ារ៉ានេះវាធ្វើឲ្យគោឆាប់ខុបថ្លើមបាទចំណែកវីតាមីន C វាជួយដែរវាជួយក្នុងការធ្វើមេតាបូលីសកោសិកាឲ្យសារធាតុចេញចូលកោសិកាងាយស្រួលបីឲ្យកោសិការឹងមាំបង្កើតភាពស៊ាំប្រឆាំងនឹងមេរោគបាទលើចូលដល់ការប្រើប្រាស់ថ្នាំបាទបងស្ត្រឹបយើងនេះវាគឺជាបងក្របក្នុងគោមកថាគោក្នុងក្របនេះគេចាក់គោទម្ងន់គោ50គីឡូតែបើសិនជាគោនោះទម្ងន់200គីឡូអីយើងចាក់3គ្រាប់ទៅហើយយើងលាយជាមួយឌីកានេះឌីកាមេតាសូនេះចំនួន3cc យើងលាយជាមួយនឹងបងក្របនោះ1គ្រាប់ចំណែកគោដែលមានទម្ងន់200គីឡូឬក៏170គីឡូហ្នឹងយើងលាយបងស្ត្រឹបនេះ3គ្រាប់យើងលាយឌីកាមេតាសូនោះ 9cc បាទទៅយកទៅចាក់ឲ្យគោទៅបាទទៅយើងចាក់ធម្មជាតិគឺប៉ារ៉ាសេតមកយើងចាក់មកបញ្ចូលទៀតគឺអាត្រូពីនសូហ្វាល់ថាអាត្រូពីនសូហ្វាល់តែខ្ញុំសូមបញ្ជាក់ទៀតថាថ្នាំដែលយើងប្រើចំនួន4មុខហ្នឹងគឺយើងប្រើតែចាក់ទៅលើគោលើកដំបូងតែប៉ុណ្ណោះន័យថានៅពេលដែលយើងទៅមើលគោទៅយើងវិភាគឃើញថាគោហ្នឹងកើតជំងឺនឹងហើយអញ្ចឹងយើងចាក់ដំបូងយើងចាក់3មុខសន្ទុះ4មុខហ្នឹងគឺយើងអត់ចាក់វីតាមីនទេមូលហេតុដែលអត់ចាក់វីតាមីននោះដោយសារតែនៅពេលដែលមេរោគវាលុកខ្លាំងទៅលើសត្វរបស់បងប្អូនគឺកាលណាយើងចាក់វីតាមីនចូលទៅគឺធ្វើឲ្យវីតាមីននោះកោសិកាបានស្រូបយកទេបែរជាមេរោគឬក៏បាក់តេរីហ្នឹងវាអ្នកស្រូបយកវីតាមីននោះវាបង្កើនភាពខ្លាំងរបស់បាក់តេរីវិញវាលុកកាន់តែខ្លាំងទៀតអញ្ចឹងហើយនៅពេលដែលដំបូងគេអត់ឲ្យចាក់វីតាមីនទេគេចាក់តែថ្នាំបងស្ត្រឹបឌីសាប៉ារ៉ាសេនិងអាត្រូពីនទេបន្ទាប់ពីយើងចាក់លើកដំបូងហើយបានយើងចាក់បងស្ត្រឹបលាយជាមួយឌីសាដដែលនិងប៉ារ៉ាសេដដែលតែយើងដកអាត្រូពីនចេញយើងដាក់វីតាមីនមកវិញដោយសារតែដំបូងយើងត្រូវចាក់អាត្រូពីនដើម្បីជួយពន្ធប្រសាទកាត់បន្ថយភាព stress របស់គាត់តែដល់ពេលដែលយើងចាក់លើកទី1ហើយដល់ពេលយើងចាក់លើកទី2គឺយើងប្រើវីតាមីន ADE នេះវិញបាទនេះសំទោសគឺយើងប្រើវីតាមីន ADE នេះវិញហើយក្នុងនេះហ្នឹងគឺយើងត្រូវចាក់នេះ4មុខហ្នឹងយើងត្រូវចាក់ឲ្យបាន5ពេលបើន័យថា2ថ្ងៃកន្លះសរុបទាំងអស់យើងត្រូវចាក់3ថ្ងៃយ៉ាងតិចសរុបទាំងពីការចាក់លើកទី1ការចាក់លើកទី2 3 4 5ដល់ទី6បាទយើងត្រូវចាក់3ថ្ងៃយ៉ាងតិចក្នុងមួយថ្ងៃយើងត្រូវចាក់2ដងបាទយើងចាក់2ដងចំណែកខ្ញុំភ្លេចប្រាប់ពីរបៀបប្រើប៉ារ៉ាសេនេះក៏គោយើងទម្ងន់200គីឡូយើងអាចចាក់បាន 10cc បាទបំ 10cc ចាក់ទៅហើយយើងអាត្រូពីននេះចាក់ដំបូងយើងចាក់តែ 8cc បានហើយគោ200គីឡូបាទហើយកម្រិតនៃការប្រើប្រាស់ថ្នាំនោះទៅតាមក្រុមហ៊ុនទៀតក្រុមហ៊ុនខ្លះកំហាប់ខ្ពស់ទៅគេចាក់តិចទៅកំហាប់ច្រើនគេចាក់សន្ទុះកំហាប់ខ្ពស់គេចាក់តិចទៅកំហាប់ទាបគេចាក់ច្រើនទៅតាមប្រភេទថ្នាំទេបាទតែបើសិនជាឲ្យខ្ញុំប្រាប់ថាគួរចាក់មិនខ្លាចទៅពេលដែលយើងទិញថ្នាំមកប្រើថ្នាំខ្លះវាកំហាប់ខ្ពស់តែចាក់តាមខ្ញុំអាចមានបញ្ហាទៅគោរបស់បងប្អូនហើយសូមបញ្ជាក់ទៀតចំពោះឌីសាមេតាសូនេះគឺគេមិនអោយចាក់ទៅលើមេផើងទេតែបងស្ត្រឹបគេបងក្របប៉ារ៉ាសេវីតាមីននេះគឺគេអាចចាក់បានតែឌីសានេះគេអត់អាចឲ្យយើងចាក់មូលហេតុដោយសារតែទៅពេលគោផើងឬក៏មេគោនឹងផើងឬក៏មេក្របីផើងកាលណាចាក់ទៅឌីសានេះវាទៅស្រូបយកជាតិកាល់ស្យូមនៅក្នុងសភាពកាយគោក្របីធ្វើឲ្យគោក្របីនោះបាត់បង់កាល់ស្យូមកាលណាបាត់បង់កាល់ស្យូមគោដែលលូតលាស់នៅក្នុងស្បូនរបស់មេវានោះគឺវាខ្វះកាល់ស្យូមដែរករណីដែលធ្ងន់ធ្ងរកូននោះអាចស្លាប់ក្នុងពោះរបស់មេតែករណីដែលមិនធ្ងន់ធ្ងរទេវាអាចកើតមកវាខ្វះខាតនៅសរីរាង្គមួយចំនួនដោយសារតែយើងដឹងស្រាប់ហើយកាល់ស្យូមគឺជួយក្នុងការលូតលាស់រាងកាយលូតលាស់ឆ្អឹងរបស់សត្វគោបាទនេះឯកសារយោងបាទមានតែប៉ុណ្ណេះទេបងប្អូនបាទឯកសារយោងទៅទីបញ្ចុះសូមអរគុណបងប្អូនដែលតាមដានទស្សនាវីដេអូខ្ញុំពីដល់ចប់បើសិនជាមានចំណុចដែលខ្ញុំពន្យល់មិនបានក្បាយឬក៏មិនបានល្អអីបងប្អូនអាចខមមិនឲ្យខ្ញុំនឹងធ្វើវីដេអូពន្យល់trongចំណុចបងប្អូនមិនទាន់យល់ច្បាស់ម្ដងទៀតឬក៏បងប្អូនគិតថាចង់ខ្ញុំធ្វើវីដេអូពន្យល់ពីអីផ្សេងទៀតបងប្អូនអាចខមមិនបានជាចុងក្រោយសូមឲ្យបងប្អូនជួយចុច Subscribe ឬក៏ចុច Follow ឲ្យខ្ញុំផងដើម្បីខ្ញុំក្នុងការធ្វើវីដេអូបន្តទៀត